ចាសំឡេងរបស់គុណអំបញ្ញមិញនេះលោកអ្នកនាងជ្រាបហើយចាអាយដាមប៊ុនហុនបានបកស្រាយជូនលោកអ្នកនាងអំពីគោលការណ៍នៃការទទួលខុសត្រូវព្រហ្មទណ្ឌដែលក្នុងនោះមានអ្វីខ្លះហើយបុគ្គលណាខ្លះដែលត្រូវប្រកាសឲ្យទទួលខុសត្រូវព្រហ្មទណ្ឌហើយនៅក្នុងពេលនេះនាងខ្ញុំសូមជម្រាបសួរអាយដាមកើតរិទ្ធវិញម្ដងយើងសង្កេតឃើញថាសប្តាហ៍ថ្ងៃនេះគឺមានបាត់ល្មើសជាច្រើនបានកើតឡើងនៅក្នុងនោះបាត់ល្មើសខ្លះក៏បង្កឡើងដោយបុគ្គលតែម្នាក់ឯងទេហើយបាត់ល្មើសខ្លះគឺបង្កើតឡើងដោយមនុស្សច្រើនគ្នាដូច្នេះបើតាមផ្លូវច្បាប់តើកំណត់ឋានៈបុគ្គលដែលចូលរួមនោះយ៉ាងដូចម្តេចទៅអាយដាមសូមអរគុណហើយសូមជម្រាបសួរដល់ទូទស្សនិកជនទាំងអស់ខ្ញុំសូមអនុញ្ញាតជម្រាបជូនអំពីការចូលរួមក្នុងការប្រព្រឹត្តបទល្មើសដោយលោកស្រីពិធីការនេះបានជម្រាបជូនមិញគឺថានៅក្នុងការប្រព្រឹត្តបទល្មើសនេះមានស្ថានភាពខ្លះបុគ្គលម្នាក់គាត់ប្រព្រឹត្តតែខ្លួនឯងតែម្នាក់ឯងដែលគ្មានការពាក់ព័ន្ធជាមួយអ្នកដទៃទេប៉ុន្តែមានបទល្មើសខ្លះទៀតគឺក្រោយក្នុងការប្រព្រឹត្តបទល្មើសមានការចូលរួមពីបុគ្គលដទៃដែលក្នុងនេះគឺក្នុងច្បាប់ព្រហ្មទណ្ឌគេបានចែកអ្នកដែលចូលរួមក្នុងការប្រព្រឹត្តបទល្មើសជា4ប្រភេទជា4ប្រភេទទី1គឺឋានៈរបស់គាត់គឺចូលរួមក្នុងឋានៈជាចារីមួយទៀតហៅថាសហចារីមួយទៀតហៅថាអ្នកផ្ដើមគំនិតមួយទៀតហៅថាអ្នកសំគំនិតនៅក្នុងក្រមព្រហ្មទណ្ឌក៏បានផ្ដល់ជានិយមន័យជូនទៅដល់ការកំណត់នេះដែរគឺឧទាហរណ៍ដូចជាមាត្រា25ចែងផ្ដល់ជានិយមន័យអំពីចារីនេះគឺសំដៅបុគ្គលដែលប្រព្រឹត្តបទល្មើសនឹងដោយផ្ទាល់គឺបានន័យថាជាអ្នកដែលប្រព្រឹត្តទាំងគេថាអំពើជាសម្ភារៈទាំងអស់គាត់ជាអ្នកប្រព្រឹត្តទាំងអស់បាទហើយយើងហៅថាជាចារីដោយសារគាត់ជាអ្នកប្រព្រឹត្តបទល្មើសដែលទទួលរងការចោទប្រកាន់មាត្រា25ចែងថាត្រូវចាត់ទុកជាចារីចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសដែលត្រូវចោទប្រកាន់បាទឧទាហរណ៍ជនម្នាក់គាត់ដោយគ្មានការចូលរួមពីអ្នកដទៃទេគាត់ដកកបិតចាក់គេមិនដាច់ស្លាប់អញ្ចឹងជននេះគេឲ្យឈ្មោះថាជាចារីប៉ុន្តែពេលខ្លះស្ថានភាពខ្លះគឺបទល្មើសប្រព្រឹត្តដោយមានបុគ្គលច្រើនរូបមានន័យថាមានការចូលរួមអាចអ្នកខ្លះចូលរួមក្នុងឋានៈគាត់ជាសហចារីអ្នកខ្លះចូលរួមក្នុងឋានៈជាអ្នកផ្ដើមគំនិតអ្នកខ្លះជាចូលរួមក្នុងឋានៈជាអ្នកសំគំនិតខ្ញុំសូមអនុញ្ញាតជម្រាបជូនអំពីខ្លឹមសារនៃឋានៈជាសហចារីជាអ្នកផ្ដើមគំនិតជាអ្នកសំគំនិតដូចម្តេចគេហៅថាជាសហចារីនេះនៅក្នុងក្រមព្រហ្មទណ្ឌគឺមាត្រា26បានចែងថាសហចារីគឺស្ថានភាពដែលមានបុគ្គលច្រើនអ្នកគាត់បានព្រមព្រៀងគ្នាហើយបុគ្គលនោះបានទៅប្រព្រឹត្តបទល្មើសដោយផ្ទាល់ខ្ញុំនឹងលើកឧទាហរណ៍ដើម្បីជម្រាបជូនពីស្ថានភាពទាំងអស់នេះចំពោះអ្នកផ្ដើមគំនិតគឺមានចែងកំណត់ក្នុងមាត្រា28ដែលបានចែងថាអ្នកផ្ដើមគំនិតហ្នឹងគឺសំដៅទៅដល់ជនណាដែលគាត់ជំរុញឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋឬបទមជ្ឈិមតាមការណែនាំឬការបញ្ជាបានន័យថាគាត់ជាអ្នកណែនាំឬបញ្ជាឲ្យគេប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌទី2គឺសំដៅដល់ប្រភេទបុគ្គលដែលគាត់បានគាត់បង្កឲ្យមានបទល្មើសកើតឡើងដោយគាត់ផ្ដល់ជាអំណោយដោយការសន្យាឬការគំរាមកំហែងការញុះញង់ការលួងលោមឬដោយការរំលោភអាជ្ញាឬអំណាចរបស់ខ្លួនអញ្ចឹងនៅក្នុងស្ថានភាពនេះបើយើងពិនិត្យទៅយើងអាចលើកឲ្យភាសាខ្លះគេបានចាត់ទុកអ្នកផ្ដើមគំនិតថាជាចារីបញ្ញានិយាយជារួមគាត់ជាអ្នកភ្ជង់ផ្ដើមនៅគំនិតក្នុងការប្រព្រឹត្តបទល្មើសបុគ្គលម្នាក់គាត់គ្មានការផ្ដើមគំនិតគ្មានបំណងដើម្បីប្រព្រឹត្តបទល្មើសទេប៉ុន្តែតាមរយៈអ្នកផ្ដើមគំនិតនេះពេលខ្លះគាត់ជាអ្នកជំរុញតាមរយៈឧទាហរណ៍ដូចគាត់បញ្ជាថាទៅសម្លាប់អ្នកនេះគាត់ណែនាំឲ្យទៅសម្លាប់អ្នកនោះឬក៏គាត់លួងលោមឲ្យបុគ្គលណាម្នាក់ទៅប្រព្រឹត្តបទល្មើសណាមួយអញ្ចឹងបុគ្គលដែលជាអ្នកភ្ជង់ផ្ដើមគំនិតប្រភេទហ្នឹងដើម្បីឲ្យគេប្រព្រឹត្តបទល្មើសហ្នឹងក្នុងច្បាប់យើងគឺក្នុងក្រមព្រហ្មទណ្ឌមាត្រា28កំណត់ថាគាត់គឺជាអ្នកផ្ដើមគំនិតដោយឡែកចំពោះអ្នកសំគំនិតវិញគឺសំដៅដល់បុគ្គលដែលគាត់បានជួយសម្រួលនៅក្នុងការប្រព្រឹត្តបទល្មើសរបស់បុគ្គលណាម្នាក់ហ្នឹងដោយការផ្ដល់ជំនួយឬការឧបត្ថម្ភនានានិយាយជារួមគឺបានន័យថាគាត់បានចូលរួមចំណែកខ្លះនៅក្នុងបទល្មើសហ្នឹងប៉ុន្តែគាត់មិនមែនជាអ្នកដែលភ្ជង់ផ្ដើមគំនិតដំបូងទេហើយក៏គាត់មិនបានចូលរួមប្រព្រឹត្តបទល្មើសដោយផ្ទាល់ដែរអានេះគេឲ្យឈ្មោះថាជាអ្នកសំគំនិតដូចមានចែងក្នុងមាត្រា29ខ្ញុំសូមលើកជាឧទាហរណ៍ដើម្បីអនុញ្ញាតជម្រាបជូនថាតើយើងអាចយល់ដឹងអំពីឋានៈគាត់ជាចារីជាសហចារីជាអ្នកផ្ដើមគំនិតឬជាអ្នកសំគំនិតនេះដូចម្តេចខ្ញុំលើកឧទាហរណ៍ជាបុគ្គលមាន4រូបគាត់បានបុគ្គលទាំងអស់ហ្នឹងគឺជាអ្នកប្រព្រឹត្តបទល្មើសក្នុងនោះយើងឃើញថាមានកមានខមានកនិងខកហើយនឹងខបានព្រមព្រៀងគ្នាក្នុងស្ថានភាពហ្នឹងប៉ុន្តែតាមរយៈបញ្ជារបស់ខបានណែនាំឲ្យកនិងខទៅប្រព្រឹត្តបទល្មើសបាទ
ទៅប្រព្រឹត្តបទល្មើសគឺបានន័យថាទៅសម្លាប់បុគ្គលម្នាក់ទៀតឧទាហរណ៍ថាងោជនម្នាក់ឈ្មោះងោអញ្ចឹងក្នុងសារភាពនេះយើងឃើញថាខគាត់បានបញ្ជាឲ្យទៅសម្លាប់ឬក៏គាត់ថាមិនគាត់អ្នកបញ្ជាទេគាត់អាចថាយើងអាចប្រើក្នុងន័យសម្ញថាគាត់ជួលឃាតករទៅសម្លាប់អញ្ចឹងនៅពេលដែលទៅសម្លាប់ហ្នឹងវាមានកហើយនឹងខជាអ្នកទៅបាទប៉ុន្តែដើម្បីគាត់ទៅសម្លាប់ហ្នឹងគាត់ត្រូវការឧទាហរណ៍ថាគាត់ត្រូវការកបិតដើម្បីទៅសម្លាប់ជនហ្នឹងឬពូថៅដើម្បីយកទៅសម្លាប់ជនរងគ្រោះអញ្ចឹងគាត់បានធ្វើតំណែងតំណងជាមួយនឹងឈ្មោះខោចាអញ្ចឹងខោគាត់បានឲ្យទៅពូថៅទៅគាត់ឬឲ្យកបិតទៅគាត់ដើម្បីទៅសម្លាប់មនុស្សមិនមែនបានន័យថាខោហ្នឹងឲ្យទៅគាត់អត់ដឹងទេគឺគាត់បានដឹងច្បាស់ថាគេប្រកាសជាយកកបិតហ្នឹងទៅសម្លាប់អញ្ចឹងអ្នកទាំងអស់នេះគឺគាត់បានដឹងទាំងអស់ថាមានគម្រោងមានការបញ្ជាមានការជួលដើម្បីទៅសម្លាប់អញ្ចឹងគាត់រៀបចំក្នុងការរៀបចំហ្នឹងយើងអាចឃើញថាមានកមានខហើយនឹងខនេះគាត់ផ្ដល់កបិតថាឲ្យយកទៅសម្លាប់ទៅឬមួយក៏ផ្ដល់ជាបន្ថៅឲ្យយកទៅសម្លាប់ទៅកន្លែងនេះគេថាការផ្ដល់ជាការឧបត្ថម្ភឬការជំនួយដើម្បីសម្រួលការប្រព្រឹត្តបទល្មើសហ្នឹងឲ្យបានស្រួលបាទឯក្នុងការប្រព្រឹត្តជាក់ស្ដែងដើម្បីសម្លាប់លោកងោហ្នឹងជនរងគ្រោះឈ្មោះងោហ្នឹងគឺកនិងខជាអ្នកទៅសម្លាប់យើងអាចឃើញថានៅពេលដែលទៅសម្លាប់ហ្នឹងអាចអ្នកទាំងពីរហ្នឹងទៅវាយជនហ្នឹងហើយក្រោយមកទៀតអាចថាខគាត់ជាអ្នកចាប់ដៃចាប់ជើងជនហ្នឹងហើយឲ្យកជាអ្នកយកកបិតចាក់សម្លាប់ចា៎បាទតើស្ថានភាពទាំងអស់នេះយើងយោងតាមមាត្រា25 26 28និង29យើងកំណត់ឋានៈបុគ្គលយ៉ាងម៉េចអញ្ចឹងទី1កដោយសារគាត់ជាអ្នកយកកបិតនឹងទៅចាក់បណ្ដាលឲ្យអ្នកស្លាប់បានន័យថាជននេះគេឲ្យឈ្មោះថាជាចារីចា៎អ្នកដែលចូលរួមប្រព្រឹត្តបទល្មើសដោយផ្ទាល់ជាមួយគាត់ទៅចូលរួមប្រព្រឹត្តបទល្មើសដោយផ្ទាល់គឺបានន័យថាគាត់ទៅជួយវាយជួយចាប់ជួយអីហ្នឹងគឺយើងចាត់ទុកគាត់ថាគឺជាសហចារីឯអ្នកដែលផ្ដល់ជាកបិតជាបន្ថៅឲ្យដើម្បីសម្រួលការប្រព្រឹត្តបទល្មើសនេះច្បាប់យើងចាត់ទុកថាគឺជាអ្នកសំគំនិតដល់ពេលអ្នកដែលបានន័យថាគោនោះដែលគាត់អ្នកដែលជួលអ្នកទាំងអស់ហ្នឹងឲ្យទៅសម្លាប់មនុស្សហ្នឹងអ្នកទាំងអស់នេះគេឲ្យឈ្មោះថាគឺអ្នកផ្ដើមគំនិតបាទអ្នកផ្ដើមគំនិតនេះគឺយើងហៅដូចខ្ញុំបានជម្រាបជូនអញ្ចឹងយើងអាចហៅថាជាចារីបញ្ញាអ្នកសំគំនិតនេះក៏ជាគេហៅថាចារីដោយប្រយោលគាត់ចូលរួមដែរចំពោះអ្នកដែលជាចារីហើយនឹងសហចារីតែម្ដងគឺយើងចាត់ទុកថាគាត់គឺជាចារីផ្ទាល់អ្នកប្រព្រឹត្តបទល្មើសដោយផ្ទាល់ប៉ុន្តែកន្លែងនេះក៏មានការបញ្ជាក់ដែរពេលខ្លះគេអត់ហៅកនិងខថាមួយជាចារីមួយសហចារីទេគេអាចកំណត់ថាទាំងពីរហ្នឹងជាសហចារីតែម្ដងដោយសារគាត់ជាអ្នកព្រមព្រៀងគ្នាហើយទៅប្រព្រឹត្តបទល្មើសដោយផ្ទាល់បាទអញ្ចឹងគេអាចហៅគាត់ថាជាសហចារីតែម្ដងប៉ុន្តែបើយើងញែកឲ្យបានច្បាស់ជាងនេះទៅទៀតអ្នកដែលចូលរួមប្រព្រឹត្តអំពើ